រិសាឡូមូនរហូតដល់វ័យចំណាស់នេះ I'm probably one of the oldest school principal in the whole Cambodia. ដូច្នេះក្នុងចំណោមនយោបាយសាលាដែលមានវ័យចំណាស់ជាងគេនៅក្នុងប្រទេសកម្ពុជាគឺខ្ញុំនេះឯង To our students, សម្រាប់សិស្សានុសិស្សទាំងអស់គ្នា Lota cannot recognize many of you. លោកតាមិនអាចស្គាល់ចាំបងប្អូនទាំងអស់គ្នាទេ And I miss you very often. ប៉ុន្តែខ្ញុំបាននឹកដល់បងប្អូនចៅទាំងអស់គ្នាជារៀងរាល់ពេល So if you see Lota anywhere cannot recognize you, នៅពេលដែលចៅទាំងអស់គ្នាដែលជួបខ្ញុំទោះបើខ្ញុំមិនបានចំណាំដល់ចៅទាំងអស់គ្នាក៏ដោយ show me a heart of love. សូមឲ្យចៅទាំងអស់គ្នាបង្ហាញគាត់នៅសញ្ញាបេះដូងរូបបេះដូងសូមធ្វើទាំងអស់គ្នា Yeah. បាទបង្ហាញបែបហ្នឹងពេលជួបលោកតាទោះបីលោកតាមិនចំណាំយើងក៏ដោយ So I will know you are my chow chow. ដើម្បីឲ្យខ្ញុំបានដឹងថាសញ្ញានេះបញ្ជាក់ប្រាប់ថាសិស្សានុសិស្សទាំងអស់គឺជាចៅរបស់ផងខ្ញុំ Solomon Independent School is a non-profit mission school. ដូច្នេះសាលាឯករាជ្យសាឡូមូនគឺជាសាលាមិនបានបង្កើតឡើងដើម្បីរកប្រាក់ចំណេញទេ And we subsidize our school with losses every month. យើងតែងតែផ្ដល់នៅអាហារូបករណ៍ដល់សិស្សានុសិស្សហើយអាហារប្រាក់ដែលសិស្សានុសិស្សបានបង់នោះវាអត់គ្រប់គ្រាន់សម្រាប់ដែលយើងប្រើប្រាស់ក្នុងសាលាទេ Lota is now 73 years of age. ឥឡូវនេះលោកតាអេរិកអាយុ73ឆ្នាំហើយ I'm unable to find anyone who is willing to come and serve as a volunteer in Barai on long term. ខ្ញុំមិនបានស្វែងរកអ្នកណាម្នាក់បាទឬក៏នៅក្រៅប្រទេសដើម្បីឲ្យគេស្ម័គ្រចិត្តមកបម្រើនៅក្នុងសាលាឯករាជ្យសាឡូមូននេះទេ Coupled with my old age, it is understood that Lota has to close the school this year. បាទតាមរយៈអាយុរបស់ផងគាត់ដែលមានវ័យចំណាស់ចាស់ហើយនេះតាមពិតគាត់ត្រូវបិទសាលាឯករាជ្យសាឡូមូននៅក្នុងឆ្នាំនេះ So Lota has a very important announcement to make today. ប៉ុន្តែលោកតាមានរឿងពិសេសមួយក្នុងការប្រកាសថ្ងៃនេះឲ្យបងប្អូនទាំងអស់ចៅទាំងអស់បានដឹង But relax and listen. សូមឲ្យយើងទាំងអស់គ្នាបានស្ដាប់ទាំងអស់គ្នា This year, I suddenly had a very wise idea. ដូច្នេះនៅឆ្នាំនេះខ្ញុំមានគំនិតដ៏វាងវៃមួយ And it's so simple. គឺជាគំនិតមួយដ៏សាមញ្ញ Just put some stones in front of Barai High School will do. គឺខ្ញុំបានយកថ្មទៅដាក់នៅខាងមុខសាលាវិទ្យាល័យបារាយ And the school can continue. ដើម្បីឲ្យសាលាឯករាជ្យសាឡូមូននេះអាចបន្តដំណើរការបាន I find it funny, but it is true. បាទវាជាការមួយដ៏អស្ចារ្យប៉ុន្តែគឺជារឿងពិត Because volunteers come and ពីព្រោះមានអ្នកដែលមកពីខាងក្រៅប្រទេសគេមកហើយគេត្រឡប់ទៅវិញ but stone will remain faithful to its calling for life. ប៉ុន្តែដុំថ្មនោះវានៅតែរក្សាដើម្បីឲ្យផ្ដល់មានជីវិត So be it lightning or earthquake, flood or rain. បាទទោះបីមានភ្លៀងផ្គររន្ទះឬរំជួយដី Stone will remain faithful. គឺថ្មនោះនៅតែរក្សាលំនឹងដដែល And long-term commitment. ហើយជាការបដិញ្ញាចិត្តដ៏វែងឆ្ងាយ So I find myself I'm worse than a stone. ហើយខ្ញុំមានអារម្មណ៍ថាខ្លួនខ្ញុំគឺជាដុំថ្មនោះឯង So this year, Lota bought a lot of stones and pebbles and sands and cement. ដូច្នេះនៅក្នុងឆ្នាំនេះលោកតាបានទិញថ្មជាច្រើនទិញស៊ីម៉ងទិញខ្សាច់និងទិញសម្ភារៈជាច្រើនដាក់នៅខាងមុខសាលាវិទ្យាល័យបារាយនោះ So I put it in front of Barai High School on this side. គឺគាត់បានដាក់នៅឯមុខសាលាវិទ្យាល័យបារាយ Today, ថ្ងៃនេះបើសិនជាចៅទាំងអស់គ្នាបានដើរទៅខាងឆ្វេងដៃទៅដល់មុខវិទ្យាល័យបារាយយើងនឹងឃើញថ្មនៅទីនោះហើយ you will be able to see a row of guest house. ចៅទាំងអស់នឹងបានឃើញផ្ទះសំណាក់ដែលលោកតាបានសាងសង់សម្រាប់សាលាឯករាជ្យសាឡូមូន
There will be 10 rooms, air conditioned, a guest room. ដូច្នេះលោកតាបានបង្កើតផ្ទះសំណាក់10បន្ទប់ដែលមានម៉ាស៊ីនត្រជាក់និងបំពាក់ដោយបរិក្ខារល្អៗ So Lota would call it ហើយលោកតានឹងហៅកន្លែងនោះជាកន្លែងផ្ទះសំណាក់សាឡូមោន After this is completed, we are going to build a big cafe. ដូច្នេះបន្ទាប់ពីលោកតាបានធ្វើផ្ទះសំណាក់10បន្ទប់នេះរួចលោកតានឹងបង្កើតនៅភោជនីយដ្ឋានកាហ្វេមួយ We will call it Solomon Cafe. ហើយហាងនេះលោកតាឲ្យឈ្មោះថា Salomon Cafe. So the objective is this project. ដូច្នេះគោលបំណងនៃការបង្កើតនៅហាងនេះ is to make profit so that we can support the school long term into the future. គោលបំណងគឺរកលុយដើម្បីមកឧបត្ថម្ភនៅសាលាឯករាជ្យសាឡូមោនដើម្បីឲ្យមានដំណើរការនិរន្តរភាពទៅមុខទៀត So the stone will not die and our school will continue into the future. ដូច្នេះតាមរយៈផ្ទះសំណាក់នោះសាលានឹងមានឱកាសបន្តដំណើរការនៃសាលាបន្តទៅមុខទៀត Reverend Prince, you and me will be there often at the cafe. ដូច្នេះលោកតាហើយនឹងខ្ញុំតែងតែនៅទីនោះជារឿយៗ We probably could build it within 5 more months. ហើយយើងនឹងបញ្ចប់វា 5-6 ខែខាងមុខទៀត There will be a counseling and prayer room. ហើយយើងក៏មានបន្ទប់សម្រាប់ប្រឹក្សាយោបល់និងបន្ទប់សម្រាប់នឹងអធិដ្ឋាន So bring your friends along to patronize Solomon Lodge and Solomon Cafe. ដូច្នេះចៅទាំងអស់គ្នាយើងអាចហៅមិត្តភ័ក្តិបងប្អូនយើងដើម្បីចូលញ៉ាំកាហ្វេនៅទីនោះឬក៏ចូលលេងនៅផ្ទះសំណាក់នោះផងដែរ This will make our dream come true. នេះឯងគឺធ្វើឲ្យសុបិនបងប្អូនយើងត្រឡប់ជាការពិត It is going to be a God-blessed place where we can gather together often. ដើម្បីឲ្យទីនេះយើងអាចជួបជុំគ្នាជារឿយៗ And to remember ហើយយើងនឹងអាចចងចាំនៅរឿងអតីតកាលរឿងចាស់កន្លងទៅផងដែរ of God, Lota, ហើយព្រះជាម្ចាស់ទ្រង់ស្រិតនៅជាមួយលោកតា and His love for His Chow Chow. ហើយលោកតាមានក្តីស្រឡាញ់ចំពោះចៅទាំងអស់គ្នា Have your support for Solomon Lodge and Solomon Cafe today. ដូច្នេះខ្ញុំចង់ឲ្យចៅទាំងអស់ណាព្យាបាលសិស្សទាំងអស់បានចូលរួមឧបត្ថម្ភគ្រប់គ្រងនៅផ្ទះសំណាក់ហើយនឹងហាងកាហ្វេសាឡូមោន So if you do, give me your heart of love. ដូច្នេះសូមអរអ្នកបងប្អូនចៅទាំងអស់សូមដាក់សញ្ញារូបបេះដូងទាំងអស់គ្នាបញ្ជាក់ថាយើងពិតជាស្រឡាញ់គ្នាមែន Thank you. អរគុណ Let me now share with you ឥឡូវអនុញ្ញាតឲ្យខ្ញុំបានចែកចាយជាមួយចៅទាំងអស់គ្នា how God called me to serve in Cambodia. ថាតើព្រះជាម្ចាស់ទ្រង់បានត្រាស់ហៅខ្ញុំមកកម្ពុជាដោយរបៀបណា In the early 1990s, គឺនៅក្នុងឆ្នាំ1990 I started to go Philippines, Vietnam, and eventually to Cambodia as a lay missionary. ខ្ញុំបានធ្វើដំណើរទៅឯហ្វីលីពីនទៅវៀតណាមហើយនិងកម្ពុជាមកធ្វើជាបេសកជន There was on a Sunday, ហើយពេលថ្ងៃអាទិត្យមួយ I was gazing up the sky. ខ្ញុំបានសម្លឹងមើលទៅឯមេឃ Sunday noontime, ហើយនៅថ្ងៃអាទិត្យពេលរសៀល and I saw the cloud was so beautiful. ខ្ញុំបានមើលឃើញពពកយ៉ាងស្រស់ស្អាត Not expect that God heaven can speak to me. ខ្ញុំមិនបានរំពឹងថាព្រះដែលទ្រង់គង់នៅឋានសួគ៌ទ្រង់អាចមានបន្ទូលមកកាន់ខ្ញុំបានទេ Spoke to me something that I did not expect to hear. ដូច្នេះព្រះជាម្ចាស់មានបន្ទូលមកកាន់ខ្ញុំនៅអ្វីមួយដែលខ្ញុំមិនបានរំពឹងថានឹងស្ដាប់ God said, ព្រះមានបន្ទូលថា I have called you ខ្ញុំហៅអ្នក not because you are highly educated. មិនមែនដោយព្រោះតែអ្នកមានចំណេះដឹងជ្រៅជ្រះទេ I called you because you have gone to Bible college. ខ្ញុំហៅអ្នកមិនមែនដោយព្រោះតែអ្នកបានបញ្ចប់សាលាព្រះគម្ពីរទេ I have just as the way I called Peter, James, and John the fishermen. ដូច្នេះយើងហៅអ្នកដូចជាយើងហៅលោកពេត្រុសយូហាននិងលោកយ៉ាកុបជាអ្នកនេសាទត្រីផងដែរ
And God spoke to me many things concerning about His calling. ដូច្នេះព្រះជាម្ចាស់ទ្រង់ក៏មានបន្ទូលមកកាន់ខ្ញុំអំពីអ្វីដែលទ្រង់បានមានបន្ទូលមកកាន់ខ្ញុំ About 3 days later, 3 ថ្ងៃក្រោយមក I went up to Malaysia. ខ្ញុំបានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី I decided to join a cell group in the church. ខ្ញុំបានចូលរួមនៅក្នុងក្រុមកោសិកាមួយនៅពួកជំនុំ The cell leader met me. ដូច្នេះអ្នកដឹកនាំក្រុមកោសិកាតូចនោះបានជួបខ្ញុំ We were new to each other. ហើយយើងក៏បានស្គាល់គ្នាទៅវិញទៅមក And he prayed for me. ហើយគាត់ក៏បានអធិដ្ឋានឲ្យខ្ញុំ And this is the way he prayed. នេះឯងគឺជារបៀបដែលគាត់អធិដ្ឋានឲ្យខ្ញុំ He said, I have called you not because you're highly educated. ដូច្នេះគាត់បានអធិដ្ឋានឲ្យខ្ញុំពីព្រោះគាត់មិនដែលស្គាល់ខ្ញុំសោះគាត់អធិដ្ឋានខ្ញុំថាខ្ញុំព្រះអង្គហៅអ្នកមិនមែនដោយព្រោះតែអ្នកមានចំណេះដឹងពងពោះទេ I have called you not because you're going to Bible college. ខ្ញុំហៅអ្នកមិនមែនដោយព្រោះតែអ្នកបានចូលបញ្ចប់សាលាព្រះគម្ពីរឡើយ I've called you just like the way I called Peter, James and John the fishermen. ដូច្នេះខ្ញុំហៅអ្នកដូចជាខ្ញុំបានហៅលោកពេត្រុសយូហាននិងលោកយ៉ាកុបដែលជាអ្នកនេសាទត្រី And he continued to speak word for word, paragraph by paragraph. ដូច្នេះលោកគ្រូនេះចាប់ផ្ដើមនិយាយមកកាន់ខ្ញុំមួយពាក្យម្ដង Everything that God spoke to me in Singapore on Sunday, គឺដូចជាអ្វីដែលព្រះជាម្ចាស់មានបន្ទូលមកកាន់ខ្ញុំនៅឯសិង្ហបុរីកាលពីថ្ងៃអាទិត្យមុននោះ the cell leader is still living in Kuala Lumpur. ដូច្នេះអ្នកដឹកនាំកោសិកានោះគឺរស់នៅឯកូឡាឡាំពួរប្រទេសម៉ាឡេស៊ី See that you are in Kuala Lumpur, but you can speak every word that God spoke to me on Sunday in Singapore. ខ្ញុំក៏បានសួរទៅអ្នកដឹកនាំក្រុមតូចនោះថាអ្នករស់នៅឯកូឡាឡាំពួរខ្ញុំរស់នៅឯប្រទេសសិង្ហបុរីហេតុអីក៏អ្នកបាននិយាយពាក្យដូចជាអ្វីដែលខ្ញុំបានឮព្រះមានបន្ទូលមកកាន់ខ្ញុំនៅឯសិង្ហបុរីដូចជាទៅវិញ And he said, audible voice can hear word. ពីព្រោះគាត់ឮសំឡេងដែលព្រះមានបន្ទូលមកកាន់គាត់ God speak and I speak. God speak and I speak. គាត់និយាយថាខ្ញុំឮព្រះនិយាយមកកាន់ខ្ញុំក៏និយាយទៅកាន់អ្នកព្រះមកកាន់ខ្ញុំក៏និយាយទៅកាន់អ្នក His eye has not seen, ear has not heard. ដូច្នេះភ្នែកដែលមិនដែលមើលឃើញប្រជាមិនដែលឮ This man of God could tell me every word that God spoke to me in Singapore on Sunday. ដូច្នេះបរិសម្នាក់នេះគាត់នឹងប្រាប់ខ្ញុំពីអ្វីដែលខ្ញុំបានឮនៅឯសិង្ហបុរី So to my chow, ដូច្នេះចៅជាទីស្រឡាញ់របស់ខ្ញុំអើយ parents and guardians, ហើយឪពុកម្ដាយអាណាព្យាបាលនិងអ្នកដែលនាំកុមារនៅទីនេះទាំងឡាយអើយ and villagers who are here today, និងបងប្អូនប្រុសស្រីដែលមកពីបណ្ដាភូមិនីមួយៗ know ye therefore that no one on earth can hide anything away from God. គ្មានបុគ្គលណាម្នាក់អាចលាក់បំពួនខ្លួននៅចំពោះព្រះនេត្រព្រះជាម្ចាស់បានឡើយ Not even you or me. មិនថាឡើយខ្ញុំឬក៏អស់លោកអ្នកបងប្អូន And this is the God we worship. នេះឯងគឺជាព្រះដែលយើងខ្ញុំគោរពហើយបម្រើនិងថ្វាយបង្គំ That confirmation. ដូច្នេះព្រះជាម្ចាស់ទ្រង់ក៏បើកសម្ដែងឲ្យខ្ញុំបានឃើញទីសម្គាល់ជាច្រើនដង That it is God Himself who called me គឺជាព្រះនេះឯងដែលទ្រង់បានហៅខ្ញុំ to go into education and to serve Him as a missionary in Cambodia. គឺព្រះនេះឯងដែលហៅខ្ញុំឲ្យមកបង្កើតផ្នែកប្រព័ន្ធអប់រំនៅប្រទេសកម្ពុជាជាបេសកជន Resulting in the founding of Solomon Independent School over here. ដែលយើងអាចមើលឃើញជាផុសតាងបញ្ជាក់ប្រថានេះគឺជាសាលាឯករាជ្យសាឡូមោនដែលមាននៅទីនេះ Now let me share with you how God called me to build Solomon Independent School. ហើយសូមអនុញ្ញាតឲ្យខ្ញុំនិយាយអំពីថាតើព្រះឲ្យខ្ញុំកសាងសាលាឯករាជ្យសាឡូមោនយ៉ាងដូចម្ដេច There was a day when I overslept. នៅពេលមួយនៅពេលដែលខ្ញុំបានសម្រាកយ៉ាងលង់លក់ I slept until noon time. ខ្ញុំសម្រាកលក់រហូតដល់ពេលរសៀល And God came and woke me up. ដូច្នេះព្រះជាម្ចាស់ទ្រង់ក៏យាងទៅហើយដាស់ខ្ញុំ I heard my name called.
ហើយខ្ញុំបានលើសំឡេងឈ្មោះបងប្អូនខ្ញុំត្រូវបានហៅ Eric, អេរិក the moment you heard my name called, God spoke 4 things ដូ into ច្នេះ me. នៅពេលដែលខ្ញុំលើសំឡេងហៅឈ្មោះខ្ញុំបានលើសំឡេង4ចំណុចដែលមានបន្ទូលមកកាន់ខ្ញុំ God said, it is me, your God, who call you. ហើយព្រះអង្គមានបន្ទូលថានេះគឺជាយើងជាព្រះដែលហៅអ្នក Go into education now. សូមឲ្យចេញទៅហើយបង្កើតផ្នែកប្រព័ន្ធអប់រំ Go to Barai in Kampong Tom here. គឺមកឯបារាយខេត្តកំពង់ធំគឺនៅទីនេះ Build a school. គឺកសាងថ្នាក់រៀនឡើង Solomon Independent School was founded on 10 October 2010. ដូច្នេះសាលាឯករាជ្យសាឡូមោនចាប់ផ្ដើមនៅឆ្នាំ2001នៅក្នុងខែ10ថ្ងៃទី10ខែ10 2001 When I came here, I bought this place កាលដែលខ្ញុំមកដំបូងខ្ញុំចាប់តាមទិញដីនេះ and I built classroom A and B. ខ្ញុំបានកសាងថ្នាក់2ថ្នាក់គឺថ្នាក់ A និងថ្នាក់ B នៅខាងក្រោយ These 2 classrooms took 10 months to build. ដូច្នេះ2ថ្នាក់នេះត្រូវការពេលវេលា10ខែសម្រាប់សាងសង់ So our school was officiated by your governor Hossein. ដូច្នេះសាលាយើងនេះនៅពេលដែលយើងចាប់ផ្ដើមត្រូវបានអាជ្ញាធរដែនដីគឺលោកហាក់មើសេងលោកបានមកធ្វើជាគណៈអធិបតីដើម្បីសម្ពោធវា So I had no choice. I became a school principal. ដូច្នេះខ្ញុំអត់មានជំរឿខ្ញុំខ្លាយទៅជានាយកសាលា And the school turned out to be a preschool. ហើយសាលានេះចាប់ផ្ដើមទៅជាសាលាម៉ាតី And it was after 1.5 years. ហើយបន្ទាប់ពី1ឆ្នាំកន្លះ I hung around everywhere, but I didn't know what to do. ហើយគាត់បានឈររេរីអត់ដឹងថាត្រូវធ្វើអីតទៅទៀត And I kept asking God, why bring me into education? ហើយខ្ញុំបន្តសួរទៅព្រះតាព្រះអង្គម្ចាស់អើយហេតុអ្វីបានជាទ្រង់ហៅខ្ញុំឲ្យមកបង្កើតសាលារៀនបែបដូចនេះទៅវិញ There was a day when I was watching children play outside the classroom. នោះឯងជាពេលវេលាដែលគាត់បានឈរនៅខាងក្រៅនៃថ្នាក់រៀន And God came and spoke to me in a vision. ព្រះជាម្ចាស់ទ្រង់មានបន្ទូលមកកាន់ខ្ញុំតាមរយៈការបើកសម្ដែង God said, I've called you into education. ព្រះអង្គម្ចាស់ទ្រង់ហៅអ្នកមកឲ្យបង្កើតផ្នែកប្រព័ន្ធអប់រំនេះឯង So that you can usher children into God's kingdom. ដើម្បីឲ្យអ្នកអាចនាំកូនទាំងអស់មកក្នុងអាណាចក្ររបស់ព្រះអង្គ To let them know God loved them. ដើម្បីឲ្យពួកគេដឹងថាព្រះជាម្ចាស់ទ្រង់ស្រឡាញ់គេខ្លាំងណាស់ And God said, go into their families. ហើយព្រះជាម្ចាស់មានបន្ទូលថាដើម្បីគេនាំទៅដល់ក្រុមគ្រួសាររបស់ពួកគេ Pray for those who are sick and needy. ព្រះអង្គឲ្យគាត់ចុះទៅតាមក្រុមគ្រួសារដើម្បីអធិដ្ឋានដល់អ្នកដែលឈឺនិងអ្នកដែលមានសេចក្តីត្រូវការ And God said, go into villages, home to village. គឺឲ្យអ្នកចេញទៅពីភូមិមួយទៅភូមិមួយដើម្បីអធិដ្ឋានឲ្យគេ Let them know God loves them. ដើម្បីឲ្យដឹងថាព្រះជាម្ចាស់ទ្រង់ស្រឡាញ់ពួកគេខ្លាំងណាស់ And God wants to bless them. ហើយព្រះជាម្ចាស់ចង់ប្រទានពរដល់ពួកគេអាមែនអាមែនទេ My dear Chow Chow, ដូច្នេះចៅជាទីស្រឡាញ់របស់ខ្ញុំអើយ Solomon Independent School Special ដូច្នេះសិស្សសាលាឯករាជ្យសាឡូមោនគឺជាកូនសិស្សដ៏ពិសេសវិសាលបំផុតដែលព្រះជាម្ចាស់ទ្រង់ស្រឡាញ់ your parents, your guardians, and the villagers in Cambodia. ព្រះជាម្ចាស់ទ្រង់ស្រឡាញ់ដល់អាណាព្យាបាលសិស្សានុសិស្សស្រឡាញ់ដល់អ្នកដឹកនាំឪពុកម្ដាយសិស្សានុសិស្សទាំងអស់ Our school is now like a paradise for children. ដូច្នេះសាលាយើងដូចជាឪពុកម្ដាយរបស់ចៅ We even have a nice playground. ឥឡូវនេះយើងមានកន្លែងលេងកម្សាន្ត Our school the students each year. សាលាបបងយើងឆ្នាំនេះមានចំនួនប្រហែល200នាក់ And the new school year has just started this month. ដូច្នេះសាលានឹងចាប់ផ្ដើមបើកបរិយាកាសថ្មីនៅក្នុងសប្តាហ៍នេះឯង And I appeal for parents and guardians.
ដូច្នេះខ្ញុំក៏លើកទឹកចិត្តដល់ឪពុកម្ដាយនិងអាណាព្យាបាលដែលជាអ្នកនាំកូនសិស្សមក to bring your children or neighbors' children and register in this school. សូមអញ្ជើញនាំកូនចៅឲ្យមកចុះឈ្មោះសិក្សារៀនសូត្រនៅសាលានេះហើយនឹងប្រាប់អ្នកជិតខាងយើងដែលមានកូនចៅអាយុ3ឆ្នាំឡើងទៅផងដែរ 3, 4 or 5 years old. បាទពី3 4ឆ្នាំដល់5ឆ្នាំ This is a school that your children should not miss. បាទនេះឯងគឺជាសាលាដែលកូនឬចៅរបស់ផងយើងមិនគួររំលងទេ They will appreciate you. ហើយពេលពួកគេនឹងអរគុណដឹងគុណដល់ឪពុកម្ដាយឬក៏អាណាព្យាបាលនៅពេលដែលយើងនាំគេមករៀននៅសាលាទីនេះ Now, look, I will now share with you a little bit about my life being a Christian. ដូច្នេះលោកតានឹងចែកចាយមួយចំណុចទៀតអំពីជីវិតរបស់លោកតាដែលជាគ្រីស្ទបរិស័ទ In the year នៅក្នុងឆ្នាំ1994 I was 2 years old, គាត់អាយុ42ឆ្នាំ I was a Christian. គាត់គឺជាគ្រីស្ទបរិស័ទដែលនៅទុនខ្ចី Live a very miserable life. ប៉ុន្តែគាត់ជាគ្រីស្ទបរិស័ទប៉ុន្តែរស់នៅមិនបានធ្វើទៅតាមអ្វីដែលព្រះជាម្ចាស់ទ្រង់បានបង្គាប់ទេ I had many problems, unusual that men cannot solve. បាទគាត់មានជួបប្រទះបញ្ហាជាច្រើនដែលមនុស្សមិនអាចជួយដោះស្រាយបញ្ហានេះបាន Health-wise, I suffered an internal about 15 years. ដូច្នេះគាត់មានបញ្ហាឆ្អឹងជំនីខាងឆ្វេងតែបញ្ហារបស់គាត់នោះកាលពីគាត់អាយុ15ឆ្នាំ No vision can heal me. ដូច្នេះគ្មានលោកគ្រូពេទ្យឬក៏វេជ្ជបណ្ឌិតណាដែលអាចជួយព្យាបាលនៅជំងឺរបស់គាត់បានទេ So, ដូច្នេះ at the peak of my misery, ដូច្នេះការដែលគាត់លាក់កំបាំងនៃការជឿចាប់នេះ I did right. គឺរឿងមួយដែលគាត់បានធ្វើត្រឹមត្រូវ I humbled myself. គឺគាត់បានបន្ទាបខ្លួនគាត់ I knelt down before God. គឺគាត់បានលុតជង្គង់ចំពោះព្រះនេតព្រះជាម្ចាស់ And I told God that on coming Sunday, ហើយខ្ញុំបានប្រាប់ទៅព្រះថាថ្ងៃមួយខ្ញុំនឹងទៅឯថ្វាយបង្គំព្រះអង្គអាទិត្យ I will find a church far away where nobody know me. ខ្ញុំនឹងទៅថ្វាយបង្គំនៅវិហារមួយដែលឆ្ងាយដែលគ្មានអ្នកណាម្នាក់បានស្គាល់គាត់ I will walk in as a stranger. ហើយខ្ញុំនឹងដើរទៅដូចជាមនុស្សចម្លែកនៅក្នុងពួកជំនុំហ្នឹង And after the sermon being preached, I will walk up to the pastor. ដូច្នេះបន្ទាប់ពីខ្ញុំស្ដាប់បទអត្ថាធិប្បាយរួចខ្ញុំក៏ដើរចេញទៅជួបគ្រូគង្វាល And I will say, Pastor, today I come is just to rededicate my life. ហើយខ្ញុំគិតថាពេលដែលខ្ញុំស្ដាប់អត្ថាធិប្បាយចប់ខ្ញុំដើរជួបលោកគ្រូគង្វាលនោះខ្ញុំនឹងប្រាប់គាត់ថាលោកគ្រូថ្ងៃនេះគោលបំណងរបស់ខ្ញុំមកថ្វាយបង្គំទីនេះគឺចង់ប្រកល់ថ្វាយជីវិតខ្ញុំសារជាថ្មីម្ដងទៀតទៅឯព្រះអង្គ ហើយនៅក្នុងថ្ងៃនោះ As early as 5:30 a.m. in the morning, បាទខ្ញុំបានក្រោកពីព្រឹកម៉ោង 5 កន្លះ I took up from Singapore to Kuala Lumpur and returned to Singapore after rededication of my life. ខ្ញុំបានជិះយន្តហោះពីសិង្ហបុរីទៅឯប្រទេសម៉ាឡេស៊ីដើម្បីនឹងថ្វាយខ្លួនទៅព្រះជាម្ចាស់សារជាថ្មីម្ដងទៀត In Kuala Lumpur, when I was worshiping, នៅឯទីក្រុងកូឡាឡាំពួរកំឡុងពេលដែលគេថ្វាយបង្គំព្រះជាម្ចាស់ I felt a cloud of cold sweat on my head. ខ្ញុំមានអារម្មណ៍ថាដូចជាពពកមកបាំងនៅលើក្បាលរបស់ខ្ញុំធ្វើឲ្យខ្ញុំត្រជាក់ And God said, today I'm going to do something in your life. ហើយថ្ងៃនេះព្រះអង្គមានបន្ទូលទៅកាន់ថាជាថ្ងៃពិសេសដែលអ្នកបានមកប្រគល់ថ្វាយជីវិតអ្នកទៅឯព្រះអង្គ And the preacher came up to ដូច្នេះអ្នកអត្ថាធិប្បាយចាប់តាមអត្ថាធិប្បាយព្រះបន្ទូល He spoke on healing and deliverance. គឺគាត់និយាយអំពីការប្រោសឲ្យជានិងការដោះលែង And he said there was a day when he was preaching halfway. ដូច្នេះក្នុងកំឡុងពេលដែលគាត់ចែកចាយបានពាក់កណ្ដាល A man fell dead. ស្រាប់តែមានបរិសម្នាក់ស្លាប់ And he was pronounced confirmed dead. ហើយបរិសដែលស្លាប់នោះគឺពិតប្រាកដមានសាក្សីបញ្ជាក់ថាគាត់បានផុតជីវិតទៅហើយ And when he looked up, នៅពេលដែលគាត់សម្លឹងមើល
he saw a host of angels, ហើយគាត់បានសម្លឹងមើលឃើញមានពពួកហ្វូងទេវតា and God asked him to raise the man back to life. ដូច្នេះអ្នកដែលចែកចាយនោះបានប្រាប់ថាសូមឲ្យអ្នកអធិដ្ឋានដើម្បីឲ្យអ្នកស្លាប់នេះបានរស់ឡើងវិញ Prayed for 1.5 hours. ដូច្នេះអ្នកអធិប្បាយព្រះបន្ទូលនោះក៏អធិដ្ឋាន1ម៉ោងកន្លះ Watch him. ហើយមានមនុស្សជាច្រើនបានសម្លឹងមើលគាត់ And the dead man came back to life. ស្រាប់តែមនុស្សដែលស្លាប់នោះក៏បានមានជីវិតរស់ឡើងវិញ This we worship. នេះឯងគឺជាព្រះដែលយើងគោរពហើយថ្វាយបង្គំ Our God who can heal, ព្រះជាម្ចាស់គឺជាព្រះដែលប្រោសឲ្យជា can save, ជាព្រះដែលប្រោសលួស and give you a second life. ហើយជាព្រះដែលផ្ដល់ឲ្យយើងមានជីវិតសាជាថ្មីម្ដងទៀតជីវិតលើកទី Then the preacher stopped.